បាទថ្ងៃនេះមកផ្សារនេះគេហៅផ្សារនៅជនបទមើលកូនក៏នៅពេលលេងលក់ដូរឲ្យវ៉ែវ៉ាន់លក់បន្លែលក់ផ្លែឈើលក់ស្បែកជើងលក់ត្រីលក់សាច់កូនមានលក់អីខ្លះហ្នឹងណាមានលក់ស្បែកជើងទៀតវ៉ាវស្បែកជើងមែនហ្នឹងចែកยิงលក់អីគេមានខ្យងទៀតវ៉ាមាននឹងខ្យងមាននឹងអីទៀតអស់ទាស់ច្រើនណាស់ចែលុយខ្លះចែអានេះស្លឹកក្រូចសើចមែនទែនឡាបោះគ្រូឲ្យបេះយកមកលេងលក់អនលេងហើយឡើងស្អមទៀតឡាបណែគេលក់បន្លែលក់អីច្រើនណាស់អាហ្នឹងអីគេឡឹកទៅមកដូចស្លឹកដូងអញ្ចឹងណែគេចាំមានកូនណាលក់លីអូអត់អត់មកទៀតអត់មានលក់កំងទិញមួយមានឆោខ្ញុំណែលក់ខ្យងមែនតើនេះណាហើយស្បែកជើងក៏ស្បែកជើងមែនតើណាខ្ញុំតែងអានេះបាទនេះគឺគាត់រៀនអំពីរបៀបលក់ដូរអញ្ចឹងសង្ឃឹមថាថ្ងៃអនាគតពួកគាត់ចេះលក់ដូរដើម្បីប្រកបរបរចិញ្ចឹមជីវិត